ភិបាលខេត្តបន្ទាយមានជ័យតវ៉ាប្រឆាំងដាច់ហង្ការករណីខេត្តស្រះកែវលើកបដាប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាជនកម្ពុជាលិខិតតវ៉ារបស់ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវប្រទេសថៃប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដានៅថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាជនកម្ពុជារស់នៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី28ខែកញ្ញាឯកឧត្តមអ៊ុំរាត្រីបានប្រកាសតវ៉ាប្រឆាំងដាច់ហង្ការចំពោះសកម្មភាពដដែលនៃការលើកបដារបស់រដ្ឋបាលខេត្តស្រះកែវប្រទេសថៃជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសិទ្ធិប្រជាជនស្លូតត្រង់កម្ពុជាកំពុងរស់នៅអាស្រ័យផលក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទតាំងពីយូរយារណាស់មកហើយគឺមុនពេលចុះហត្ថលេខាស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនកម្ពុជាថៃ MOU 2000ចូលជាធរមានរដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាននឹងកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌព្រំដែនសីមារួចរាល់នោះទេបន្ថែមទៀតនោះអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកសកម្មភាពឯកតោភាគីដដែលរបស់ថៃគឺជាការបង្កហេតុដែលនាំឲ្យមានភាពតានតឹងកើនឡើងនៅតំបន់ដែលកំពុងមានជម្លោះនិងជាការបំពានបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីនិងលទ្ធផលនៃកិច្ចប្រជុំ JBC RBC និង JBC រវាងប្រទេសទាំងពីរបើតាមលិខិតដដែលរបស់ឯកឧត្តមអ៊ុំរាត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យស្នើសុំឲ្យរដ្ឋបាលខេត្តស្រះកែវប្រទេសថៃចូលរួមផ្ដល់សហការចាត់វិធានការបញ្ឈប់នៅសកម្មភាពខាងលើជាបន្ទាន់ដោយរក្សានៅស្ថានភាពដើមប្រកាន់ភ្ជាប់ដោយសុខចិត្តនៅលក្ខខណ្ឌបទឈប់បាញ់និងបញ្ឈប់នៅផែនការបណ្ដេញប្រជាជនរាប់រយគ្រួសារចេញពីផ្ទះសម្បែងនិងដីធ្លីដែលបានរស់នៅជាច្រើនទសវត្សរ៍មកហើយ